Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកគណនាបញ្ហាមួយដែលបញ្ហា limit ទិញប្រឡងបាត់limit នេះ2គឺអក្សរ A limit លេខ2អ្នក x ខិតជិត2អ្នក x ក្រេបូក4នៅលើ x បូក2ហើយ limit B limit x ជិត0នេះ y ស្គម 2x ដល់ 2y ស្គម x បូក1អញ្ចឹងចាប់បានគណនារបស់អ្នកគ្នាមក x ខាត់វិញយើងដាក់ចម្លើយមក sorry ចម្លើយមកយើងថា copy កុំឲ្យយូរ copy ទៅធានអត់សេទៅក្រោមនេះចម្លើយមើលទាំងអស់គ្នាlimit នេះ limit របស់គ្នាហើយមុននឹងគណនាយើងចំនួនវាជាចំនួនមកជា2ឲ្យជាខាត់ចិត្ត2អ្នកនេះវាយើង2អរ៉េថតចំនួនខាងក្រៅ2អរ៉េបូក4លើ2បូក2អានោះវាកំណត់ដែរភាគយកវាមិន2អរ៉េ2អរ៉េ4វាមិន8ដល់ពេលអាក្រោម2បូក2វាមិន4អញ្ចឹង8លើ4វាមិនកំណត់អញ្ចឹងយើងមិនប្រមាថអីរោច្រើនសោះយើងដាក់មកឡើងជាមួយយកដាក់2អរ៉េបូក2បូក2អានេះវាបាន8វាបាន8ក្រោមវាបាន4យើងចែកមកបាន2នេះច្រឡំចំពោះអក្សរ3នេះក៏មិនខុសគ្នាប៉ុន្មានដែរវាស្ទើរតែគ្នាមកយើងមើលយើងមុនធ្វើយើងត្រូវចំនួនវាអានេះវាដូចចិត្ត0នេះចិត្ត0វាចិត្ត0អញ្ចឹងយើងចំនួនវាធម្មតាអានេះគឺមិនបានសាក់ចំនួននៅក្រៅសិនអានេះវា2អានេះវា2គុណនឹង0វាបាន0ដក2ហើយសេគុណ0បូកអញ្ចឹងវាកំណត់បាត់ហើយខ្ញុំគាត់តែឃើញរឿងជាក់ថាវាដល់ពេលអញ្ចឹងយើងបានសេគុណ0ដក2ហើយសេគុណ0បូក1អញ្ចឹងសេគុណ0គឺ1ដល់ពេលអានេះវា2 1ដក2យើងសេចម្លើយឲ្យ2គុណ1ដក1អត់បូក1បូក1ចឹងស្មើនឹង1ដក2វាមិនបានដក1